មេក្តៅអញ្ចឹងណាបានដូងខ្ទិះតិចមួយចានហ្នឹងណាញ៉ាំហើយតិចក្នុងដឹងតែស្រួលខ្លួនហ្មងត្រូវនឹងសាច់ដូងខ្ទិះរបស់ខ្មែរយើងណាឡើងស្អិតល្មួតហើយពេលដាក់ចូលមាត់ទៅនិយាយពីថាអូយឡើងខ្ទិះមានជាតិឆ្ងាញ់ខ្លាំងមែនតែនហើយគូផ្សំយើងលាយតាំងពីលុកឆិតក្របជីតៅកឺខ្ទិះដូងទឹកស្ករទឹកដោះគោខាប់ជាមួយនឹងអូវិនទីនអញ្ចឹងណានិយាយពីថាអូយញ៉ាំមួយម៉ាត់ណាក៏ឆ្ងាញ់មួយម៉ាត់ណាក៏ជាតិដែរត្រូវដូងនេះដូងរបស់ខ្លួនឯងផ្ទាល់ទៀតបងប្អូនហើយយើងដាក់សាច់ដូងខ្ទិះឲ្យរៀងច្រើនអញ្ចឹងមកណាពេលដែលយើងញ៉ាំទៅនិយាយពីថាអូយជាតិអើយសែនជាតិចំពោះការធ្វើគឺអត់មានអីពិបាកណាបងប្អូនជាដំបូងនាងខ្ញុំបានយកក្របជីតៅកឺហើយនឹងលុកឆិតដាក់មកមុខមួយស្លាបព្រាបាយហើយនាងខ្ញុំបានយកសាច់ដូងខ្ទិះយកមកដាក់ពីលើចំពោះសាច់ដូងបងប្អូនចង់ដាក់តិចឬក៏ច្រើនតាមការចូលចិត្តប៉ុន្តែសម្រាប់នាងខ្ញុំចូលចិត្តសាច់ដូងខ្ទិះខ្លាំងមែនតើអញ្ចឹងនាងខ្ញុំដាក់រៀងច្រើនបន្តិចចំពោះអូវិនទីននាងខ្ញុំដាក់មួយស្លាបព្រាកាហ្វេពេញបន្ទាប់មកនាងខ្ញុំបានបន្ថែមទឹកស្ករជាមួយនឹងខ្ទិះដើមចូលចុងក្រោយនាងខ្ញុំបានបន្ថែមទឹកដោះគោខាប់ដើម្បីឲ្យបង្អែមដូងខ្ទិះរបស់យើងមកមុខនេះរឹតតែមានរសជាតិឆ្ងាញ់ចំពោះទឹកស្ករដែលនាងខ្ញុំដាក់មិញណាអត់មានរសជាតិផ្អែមទេណាបងប្អូនដោយសារម៉ាក់នាងខ្ញុំគាត់កូរអត់ឲ្យផ្អែមតែបើបងប្អូនចង់ធ្វើទឹកស្ករឲ្យមានរសជាតិឆ្ងាញ់យើងត្រូវកូរទឹកស្ករហ្នឹងឲ្យឡើងខាប់ហើយកូរជាមួយនឹងខ្ទិះចុងទៅមានរសជាតិឆ្ងាញ់ចាឥឡូវការបង្ហាញពីរបៀបធ្វើបង្អែមដូងខ្ទិះរបស់នាងខ្ញុំថ្ងៃនេះបានបង្ហាញជូនបងប្អូនរួចរាល់ហើយបើបងប្អូនចង់ដឹងថារសជាតិបែបណាអាចសាកធ្វើញ៉ាំបានណា